ដាក់មកលព្រាបបាយដែររៀងខ្យល់បងប្អូនណាហើយក៏រៀងល្ងិតតិចដែរថ្ងៃនេះដោយសារតែខ្ញុំធ្វើសាច់គោឡើងភ្នំបន្លែខ្ញុំសំរៀងច្រើនមុខនេះស្គាល់បានល្អហើយយើងដាក់សាច់ទៅអូសាច់របស់យើងហើយលាយពងមាន់ហើយតំណមែនតើដាក់ពីលើបន្លែអញ្ចឹងមកក្មេងៗចូលចិត្តតែសាច់ទេបងប្អូនចាស់ចូលចិត្តបន្លែច្រើនជាងសាច់ដាក់ប៉ុណ្ណឹងណាចាសួស្តីពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំសម្រាប់ពីការលក់ដូរបន្តិចបន្តួចរបស់នាងខ្ញុំគឺខ្ញុំចង់ញ៉ាំសាច់គោឡើងភ្នំហើយកូនប្រុសរបស់ខ្ញុំក៏ចង់ញ៉ាំដូចគ្នាហើយនឹងបងប្អូនក៏ចង់ញ៉ាំដូចគ្នាដែរអញ្ចឹងក៏ខ្ញុំធ្វើម្ហូបនឹងទៅអញ្ចឹងគឺខ្ញុំមកផ្សំបន្លែរបស់នាងខ្ញុំចាឥឡូវគឺខ្ញុំមកផ្សំបន្លែរបស់ខ្ញុំសម្រាប់ធ្វើសាច់គោឡើងភ្នំគឺខ្ញុំជ្រើសរើសយកផ្សិតម្ជុល2ដុំដែរបូកគោកញ្ចប់1ដុំហើយនឹងពោតបារាំងយកខ្ចីចំនួន1ដៃដែរហើយផ្កាចុងកក៏ខ្ញុំយកដែរនៅស្រុកខ្ញុំហៅផ្កាចុងកស្រុកមន្ទីរមានជ័យឬក៏ស្រុកផ្សេងគេហៅផ្កាស្លឹកហើយក៏ខ្ញុំជ្រើសរើសយកម្ទេសពណ៌មួយផ្លែដែរគឺខ្ញុំយកពណ៌លឿងម្ទេសហាវ៉ៃពណ៌ហើយស្នៀតពោតក៏ខ្ញុំយកចំនួន1ក្តាប់ដែរនឹងសិតតាបន្លែដែលយើងត្រូវជាមួយនឹងសាច់គោឡើងភ្នំរបស់យើងណានិយាយទៅបន្លែនៅក្នុងតូបរបស់ខ្ញុំគឺខ្ញុំចូលចិត្តញ៉ាំទាំងអស់ហើយបន្ទាប់មកទៀតគឺម្រះខ្ញុំជ្រើសរើសយកមួយផ្លែដែរខ្ញុំចូលចិត្តអញ្ចឹងខ្ញុំដាក់ចំណែកបងប្អូនកូនអត់ចេះញ៉ាំតែខ្ញុំចេះអញ្ចឹងខ្ញុំយកមួយផ្លែដែរហើយនឹងបូកគោកញ្ចប់ខ្ញុំមានម្ដុំហើយអញ្ចឹងខ្ញុំដាក់បូកគោធម្មតាតែមួយចំហៀងបានណាស្ពៃក្តោបនេះយកមកផ្លែដែរនេះមកផ្លែនេះដែរព្រោះគ្នាច្រើនអញ្ចឹងទោះតែយកគ្រឿងធំបន្តិចដែរបានញ៉ាំក្រណាបងប្អូនខ្ញុំពេលល្ងាចជុំគ្នាច្រើនណៃតកូនគឺខ្ញុំជ្រើសរើសយកត្រកួនចិនពេលដែលយើងធ្វើគោឡើងភ្នំគឺត្រូវជាតិឆ្ងាញ់តែម្ដងខ្ញុំយកម្ដុំប៉ុណ្ណឹងដែរតកូនសយើងក៏ត្រូវដែរតែខ្ញុំអត់ត្រូវការញ៉ាំអញ្ចឹងខ្ញុំយកតែប៉ុណ្ណេះដែរហើយគឺខ្ញុំចាប់ផ្ដើមរើសក្រូចឆ្មាចំនួន4ផ្លែដែរបងប្អូនសម្រាប់យកធ្វើទឹកជ្រលក់ហើយឥឡូវនេះគឺបន្លែរបស់ខ្ញុំបានផ្សំបានរួចរាល់អស់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមយកទៅធ្វើនៅខាងលើតែម្ដងបងប្អូនចាំជួបខ្ញុំទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះគឺស្រីទូចមកធ្វើមុខម្ហូបសាច់គោឡើងភ្នំចាឥឡូវនេះគឺបន្លែរបស់ខ្ញុំមានដូចជាត្រកួនចិនស្ពៃតឿបូកគោកញ្ចប់ការ៉ុតបូកគោធម្មតាយ៉ាងហ្នឹងស្ពៃក្តោបម្រះផ្សិតម្ជុលនិងម្ទេសហាវ៉ៃពណ៌លឿងផងដែរហើយនេះពោតបារាំងហើយនេះស្នៀតពោតដែរបងប្អូនគឺរបស់ដែលយើងអាចភ្លេចបានគឺត្រូវតែមានគោឡើងភ្នំរបស់យើងបើសិនជាអត់មានពោតបារាំងមើលទៅវាអត់តំណងអញ្ចឹងហើយយើងដាក់ស្នៀតពោតនិងពោតបារាំងដែរហើយបន្លែបន្ថែមនោះគឺផ្កាចុងអង្គរដែរបងប្អូនដែលគេហៅថាផ្កាស្លឹកនោះណានឹងក៏ដាក់ត្រូវដែរសាច់គោនឹងគឺយើងប្រើសាច់គោដែលសាច់រាងផុយឆ្ងាញ់ណាសាច់ស្មាឬក៏សាច់ភ្លៅឬក៏សាច់សឡកដែរក៏យើងញ៉ាំបានផុយល្អដែរសម្រាប់សាច់ដែលធ្វើគោឡើងភ្នំហើយនេះពងមាន់គឺខ្ញុំដាក់ចំនួន4គ្រាប់ដែរសម្រាប់យកមកលាយជាមួយសាច់គោរបស់យើងហើយនេះគឺគ្រឿងសម្រាប់ធ្វើជាទឹកជ្រលក់អញ្ចឹងខ្ញុំមានក្រូចឆ្មាម្ទេសខ្ទឹមសហើយនឹងទឹកតាហ៊ូផងដែរបងប្អូនហើយនឹងក៏ខ្ញុំមានទឹកដោះគោដែរសម្រាប់យើងដាក់ជាមួយនឹងទឹកជ្រលក់របស់យើងឲ្យមានជាតិឆ្ងាញ់ចាឥឡូវបន្លែរបស់ខ្ញុំគឺមានប៉ុណ្ណឹងមុខឯងបើសិនជាបងប្អូនចង់ញ៉ាំច្រើនមុខទៀតក៏ដាក់បានដែរតែខ្ញុំជ្រើសរើសតែបន្លែប៉ុណ្ណឹងទេឥឡូវគឺខ្ញុំចាប់ផ្ដើមធ្វើបន្លែតែម្ដងឥឡូវគឺខ្ញុំចាប់ផ្ដើមមកហាន់ផ្សិតម្ជុលបងប្អូនផ្សិតម្ជុលរបស់យើងគឺយើងហាន់គល់ចោលមក
mình nhom trời đặt pi đom đai bông ôn chẳng mình quạt mơ chai cho có tha có chọn nhằm sạch nặng đài chẳng thấy nhom chai tại quạt mà cả chạp tới đã cho nuôn mà cái chạp đái bông ôn hay nhom hành chỉ pi bạn năng á hãy chăm dương pe liền tất dương phải lại tam cài đá cô làm không được bao dương bông ôn trong nhâm phải lại ấy đã có trời đái bông ôn nhóm phải lại được bác nhóm miền nước nông tộc sạm trắng nhóm khơi một môi nát nhóm rơi môi nâng dân mà thôi đây vậy tới bộ đã cho cái nhâm mặt đã phải lại bao dương mà một tịch nữa một tẹt thông mặt đấy hay nhóm hắn chỉ là bạc nâng đáy mà tê phọc bao giờ tê phọc mà nhóm miên pi bị po bông ôn tay nhóm chưa rơi dọc tay mà po tê nhóm đạm mà rẻ mà plai đai má cứ dương kia do khóa cho nhà ban sạch được nè lớn mà rẻ bọc nhóm cứ nhóm hắn đang bạn nắng mà rẻ phê để dương nhắm á ăn là vĩnh thế nhưng đã cho mối sạch cô dương nắng nhưng hắn chỉ là đang bạn nắng má hay dương 700 chỉ bạch ấy thế bóng ón cứ dương nhắm sra trắng miên là vĩnh miên ấy thế ô cái nhóm đã chỉ hiện đồng đáy cái nhóm hành bạc nắng đáy chỉ là tụt chẳng đáy má hay space cái đắp nhóm đạm mặt đồng đây cái đáp có nhóm cho trận nhằm đáy nên nhóm thể hiện tràn trên kế nhóm hành trên lật đôi kia về để dựng bộ tết đang tết chập cho ăn ban nhằm ní cứ bột bảng đáy cứ nhóm hành các bạn nâng cái tôi về bán sạch má nhưng dọc một nhắm hiện sport cứ chắc ngành hay dùm này bột bảng là bao giờ cứ chùm nuôi các bạn cho con giống mà sân này chư ấy cứ nhắm bột bảng nó có chùm nuôi ban bạch chư khắc đấy bông ôn hay sniệt bột cứ nhóm bột dọc chỉ pi đài nhưng mà đã tăng mô tê đại xa sniệt bột ở bao giờ cứ khóa ban ăn nó vì người răng trên kênh trắng nhưng bột chỉ pi má ban này thực quân ở bắc nhóm best lạc ban sạch hay trắng trong hành tại pi con tế thực quân hành phần năng má nhắm tới bán nhàn lời ní bên lại là bắc nhóm cứ hành ban rụi rô hái trắng cứ nhóm chập đam dọc từ liếng tay mặt đòn ta lấy cứ nhóm chập đam liêng mình lại lại là bao nhiêu cứ liêng ngày ban pi bị tật má lấy xong liêng ban pi bị tật hái không một mốc những chuyện nặng má đây cái đầu bột có dân viên châu kia tại một đòn ra lấy cái nhom chập đam liếng tập hào đá rồi nhom liếng ban pi bạch tắc hay hay space cái đầu được bao nhiêu pe để hắn pe để dọc mà liêng tắc trâu bỏ chia sẻ tuột ở ban sạch nó lia chân bây giờ dân liêng tới việc ban sạch này sạch đấy lại ní hộp chung cua xá ôi chung kia chán hộp cùng đấy nhỉ
ខាហាន់ទៅមកមុខបន្តិចលេងបន្លែមកកណោចាឥឡូវនេះបន្លែរបស់ខ្ញុំគឺលាងបានស្អាតរួចរាល់អស់ហើយគឺខ្ញុំចាប់ផ្ដើមមកលាងផ្នែកសាច់តែម្ដងសាច់របស់ខ្ញុំគឺចំនួនកន្លះគីឡូទេបងប្អូនសាច់គោរបស់យើងដឹងតែផុយឆ្ងាញ់ហើយគ្រាន់តែឃើញសាច់ក៏ដឹងតែឆ្ងាញ់ដែរស្អាតបានរួចរាល់អស់ហើយឥឡូវគឺយើងចាប់ផ្ដើមយកទៅធ្វើតែម្ដងសាច់របស់យើងគឺខ្ញុំហាន់ជាចំណិតស្ដើងយើងហាន់មិនស្ដើងពេកហើយក៏មិនក្រាស់ពេកដែរបងប្អូនសាច់ល្អមែនទែនសាច់ក្រហមល្អនេះដោយសារតែបងអូនស្រីខ្ញុំគាត់ថាលោម៉ែក្មេកគាត់មកបានញ៉ាំដែរណាព្រោះគាត់មកពីកពតមកពីអីហត់ហេវអញ្ចឹងទៅឪពុកម្ដាយខ្ញុំគាត់មកហត់អស់កម្លាំងអញ្ចឹងទៅគាត់បានហូបទៅលោមានកម្លាំងបន្តិចព្រោះថាចាស់គាត់មកពីធ្វើបុណ្យនៅទីឆ្ងាយអញ្ចឹងតែងតែអស់កម្លាំងហើយបងប្អូនហើយបើបានអ្វីដែលឆ្ងាញ់យើងធ្វើឲ្យត្រៀមឲ្យគាត់ហូបទៅគាត់សប្បាយចិត្តណាចាឥឡូវសាច់របស់ខ្ញុំគឺចិត្តឲ្យបដាហើយដោយសារតែកវិតខ្ញុំមិនសូវជាមុតប្រមាណដែរបងប្អូនអញ្ចឹងហាន់សាច់មិនសូវជាមុតប្រមាណដីខ្ញុំគាត់រវល់អញ្ចឹងមិនសូវបានសលៀងឲ្យរវល់ការងារមួយថ្ងៃគ្មានបានពេលសម្រាកទេចាឥឡូវសាច់របស់ខ្ញុំគឺហាន់បានរួចរាល់អស់ហើយពីសាច់របស់ខ្ញុំហាន់បានរួចរាល់អស់ហើយគឺខ្ញុំចាប់ផ្ដើមយកពងមាន់មកលាយចូលជាមួយសាច់ដែរហើយសាច់របស់ខ្ញុំចំនួនកន្លះគីឡូគឺខ្ញុំដាក់ពងមាន់4គ្រាប់ទៅបងប្អូនដាក់ពងមាន់ច្រើនក៏មានរសជាតិឆ្ងាញ់ហើយយើងកូរច្បាល់មកសម្រាប់សាច់គោរបស់ខ្ញុំគឺខ្ញុំអត់ប្រើគ្រឿងអីទៀតទេបងប្អូនដោយសារតែយើងមានទឹកជ្រលក់សម្រាប់ជ្រលក់អញ្ចឹងយើងខ្លាចប្រៃសាច់យើងដាក់តពងមាន់បានហើយយើងកូរច្បាល់ឲ្យបានសព្វសាច់ល្អមកហ្នឹងបានហើយសាច់គោរបស់ខ្ញុំគឺកូរពងមាន់ច្បាល់ចូលបានសព្វល្អហើយអញ្ចឹងខ្ញុំចាប់ផ្ដើមមកធ្វើទឹកជ្រលក់តែម្ដងចាឥឡូវខ្ញុំដាំខ្ទឹមសដែរបងប្អូនដើម្បីយកមកចិញ្ច្រាំសម្រាប់ផ្សំយកមកធ្វើទឹកជ្រលក់ឥឡូវខ្ទឹមរបស់ខ្ញុំចាប់ផ្ដើមចិញ្ច្រាំឲ្យបានម៉ត់ល្អមកចាឥឡូវខ្ទឹមរបស់ខ្ញុំគឺបានម៉ត់ល្អហើយគឺខ្ញុំចាប់ផ្ដើមហាន់ម្ទេសតែម្ដងចាឥឡូវគឺខ្ញុំចាប់ផ្ដើមហាន់ម្ទេសឲ្យបានល្អិតអញ្ចឹងមកខ្ញុំអត់បុកទេបងប្អូនដោយសារតែបុកវាឃើញប្រទះធំពេកអញ្ចឹងខ្ញុំហាន់ហើយបានខ្ញុំចាប់ផ្ដើមយកមកចិញ្ច្រាំឲ្យបានម៉ត់ខ្ញុំដាក់ចំនួន10គ្រាប់ដែរបងប្អូនចាឥឡូវម្ទេសរបស់ខ្ញុំគឺចិញ្ច្រាំបានម៉ត់ល្អហើយខ្ញុំយកម៉ត់ប៉ុណ្ណឹងទៅហើយយើងដាក់ចូលជាមួយខ្ទឹមសរបស់យើងហ្នឹងដើម្បីយកមកលាយធ្វើទឹកជ្រលក់ហាន់បានរួចរាល់ហើយចាក្រូចរបស់ខ្ញុំហាន់2ផ្លែដែរសម្រាប់ការជូរយើងច្របាច់មកល្មមទៅបើថាមួយអត់ជូរយើងដាក់1ផ្លែកន្លះអីទៅនេះឥឡូវគឺខ្ញុំចាប់ផ្ដើម
មកលាយធ្វើទឹកជ្រលក់គឺតៅហ៊ូដុំខ្ញុំយកមកដាក់ច្បល់ចូលជាមួយគ្រឿងច្បល់ឲ្យបានម៉ត់ល្អចឹងមកជាមួយខ្ទឹមសម្ទេសយ៉ាងណាយើងតំវាយ៉ាងមកតៅហ៊ូយើងទៅឆាប់ម៉ត់ទេបងប្អូនខ្ញុំអត់បាច់ចាំប្រើម៉ាស៊ីនក្លុកប្រើអីទេគឺខ្ញុំដំវាអញ្ចឹងជាមួយនឹងស្លាបព្រាយើងហ្នឹងឥឡូវយើងបានដំឡើងម៉ត់ល្អហើយគឺយើងចាប់ផ្ដើមលាយគ្រឿងតែម្ដងគឺខ្ញុំដាក់ស្ករចំនួន2ស្លាបព្រាបាយនិងប៊ីចេងវាចូលគ្នាកន្លះស្លាបព្រាដែរបងប្អូនហើយខ្ញុំដាក់ទឹកដោះគោតែបន្តិចទេដោយសារយើងដាក់ស្ករច្រើនហើយយើងកូរច្បល់ឡើងមកបន្ទាប់មកទៀតគឺខ្ញុំដាក់ក្រូចឆ្មាគឺខ្ញុំច្បាច់ដាក់2 3ចំណិតសិនបើសិនជាអត់សូវជូរចាំយើងថែមតាមក្រោយទៀតយើងខ្លាចជូរជ្រុលដាក់ប៉ុណ្ណឹងទៅនឹងមានជាតិទឹកល្អហើយខ្ញុំក៏បន្ថែមរ៉ូឌីបន្តិចដែរបងប្អូនយើងទឹកជ្រលក់របស់យើងគឺខាប់អញ្ចឹងខ្ញុំបន្ថែមទឹកបន្តិចដែរចាឥឡូវគឺខ្ញុំភ្លក់សិនបងប្អូនល្មមឆ្ងាញ់ត្រូវជាតិតែម្ដងនេះវាមានរសជាតិជូរអែមទឹកជ្រលក់របស់ខ្ញុំគឺធ្វើបានរួចរាល់ហើយគឺខ្ញុំចាប់ផ្ដើមមកឆាសាច់គោញ៉ាំជាមួយបន្លែតែម្ដងតែបន្ទាប់ពីខ្ញុំបានធ្វើទឹកជ្រលក់ហើយរួចរាល់អស់ហើយគឺខ្ញុំចាប់ផ្ដើមមកចម្អិនញ៉ាំតែម្ដងនឹងហៅកូនក្មួយបងប្អូនមកញ៉ាំជុំគ្នាចាឥឡូវគឺខ្ញុំដាក់ប្រេងបន្តិចដែរបងប្អូនដាក់រៀងក្តៅតិចមកហើយយើងចាប់ផ្ដើមដាក់ប៊ឺការចម្អិនគោឡើងភ្នំអត់មានអីពិបាកទេបងប្អូនគ្រាន់តែយើងធ្វើបន្លែហើយហាន់សាច់ដាក់ចូលជាមួយពងមាន់ពងអីហើយអញ្ចឹងទៅយើងចាប់ផ្ដើមយកមកចម្អិនបានហូបតែម្ដងយើងដាក់បន្លែនេះមុនបន្លែយើងដាក់មួយមុខបន្តិចទៅស្ពៃបុកគោស្ពៃតឿហើយតកួនចិនពោតបារាំងស្ងៀតពោតយើងដាក់មួយមុខបន្តិចទៅហើយដាក់ឲ្យឆាប់បានឆ្អិនល្អចាំយើងដាក់សាច់ចូលដែរសាច់មកជុលដែរបងប្អូនហើយនេះគឺផ្កាចុងអង្គដែលហៅថាផ្កាស្លឹកហើយខ្ញុំដាក់ម្រះបន្តិចដែរកូនអត់ចេះញ៉ាំទេតែខ្ញុំដាក់ដោយសារតែខ្ញុំចេះយើងកូរទៅកូរមកឲ្យបានឆាប់សពតហើយយើងចាក់ប្រេងខ្យងចូលបន្តិចដែរទៅដាក់មកលព្រាបបាយដែររៀងខ្យល់បងប្អូនណាហើយក៏រៀងល្ងិតតិចដែរថ្ងៃនេះដោយសារតែខ្ញុំធ្វើសាច់គោឡើងភ្នំបន្លែខ្ញុំសំរៀងច្រើនមុខនេះសពតបានល្អហើយយើងដាក់សាច់ទៅអូសាច់របស់យើងហើយលាយពងមាន់ហើយចំណងមែនតើដាក់ពីលើបន្លែអញ្ចឹងមកក្មេងៗចូលចិត្តតែសាច់ទេបងប្អូនចាស់ចូលចិត្តបន្លែច្រើនជាងសាច់ដាក់ប៉ុណ្ណឹងណាចាឥឡូវគឺបានឆ្អិនហើយគឺខ្ញុំចាប់ដើមដួសយកឲ្យកូនញ៉ាំកូនគាត់ថាហេវហើយរៀងអង្ងិតដែរឈ្ងុយហ៎បងប្អូនអើយមានបន្លែគ្រប់មុខអញ្ចឹងដឹងតែឆ្ងាញ់ហ្មង
ตัวหายกนมาย้ำจมเนียมาคัตนติยะก่อนคัตนติไอ้สมเจนปกไม้บองปอนเจนมากย้ำต่างอักเนี้ยจะมวยครัวซากยมจ้าตาย้ำก้อนจับได้ย้ำมาก่อนตะเกยบกยังกันเนิงอ่ะบองปอนยังตัวมจังมาจะมวยปลายนังสัตเอาทายย้ำมาก่อนเจ็ดแต่ตัวลวกมันดูเจ็ดจุ่มช่างไงนังสักขโมยย่อมให้กองปลอมย่อมหลายไงนังจมแบบมีจ้าเต้บังปอนจ้าหรือบอลน้องให้มันตะกอนเต้ได้ย้ำจุ่มวยnhanh mà con nhắm sạch lắm bạn nhắm lại có chanh nhá con nhé con nhanh nhạt nhanh khăn đấy cho nãy nhanh nhạt nhanh nhắm ở bán tràn ạ dương 300 nhầm bài với bóng phồn nhầm tập lại của chạy đây cha lấy phồn nhầm mình con ta chùm ăn lấy heo đá cho mà nhắm chung kia hay con phồn sẽ nhầm nè ăn là bươi anh tích tại cha ta ăn lấy tràn trên máy bóng phồn cha ta chấm ta ăn cô nhầm kế thể quạt bàn tầm mơ khơi sạch khơi đây rồi nhắm nó còn bông phôn sạch vừa tam nhom nhầm tư rồi chết đăng tại ngàn nhảy mà này ai mà họ sạch ai con nhóm họ có sạch tới rồi sơ cho nhầm phải lại nèก็เหรอใส่ไอ้conខ្លះក៏ហល់conខ្លះមិញកូននេះនឹងក្មួយរបស់ខ្ញុំគឺញ៉ាំបានរួចរាល់អស់ហើយគឺគាត់ញ៉ាំបានឆ្អែតគាត់បានចុះទៅក្រោមអស់ហើយអញ្ចឹងឥឡូវខ្ញុំញ៉ាំបានរួចរាល់អស់ហើយសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូស្រីទូចតាំងពីដើមរហូតដល់ចប់ស្រីទូចសូមជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អរកស៊ីទទួលទានមានបានជួបតែសេចក្តីសុខសុភមង្គលបើសិនជាអាណិតស្រឡាញ់ស្រីទូចសូមជួយ like និង share ម្នាក់មួយបងប្អូនដើម្បីមានវីដេអូបន្តបន្ទាប់ឲ្យបងប្អូនបានទស្សនាបន្តទៀតស្រីទូចសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណជម្រាបលាបាយបាយ